សម្រាប់គ្រូវាចេះទៅបោលលុយរឹសដែរមួយលឺពពួកលួយរឹសហើយនឹងបែកសបកតាមគល់បែកសបកហៀជរតាមគល់បាទ Kanker ចុះមិញចៃខ្យងនេះខ្យង Kanker Kanker ចៃខ្យងអានេះគឺឲ្យដោះស្រាយបងកន្លងមកអានេះខ្ញុំនិយាយពីដោះស្រាយខ្ញុំនឹងប្រាប់ដំណោះស្រាយវិញណាហើយប្រភពដែលវាកើតវិញអញ្ចឹងកន្លងមកដែលបងប្រើគេដែលខ្ញុំនិយាយដោះស្រាយបញ្ហាដែលលើកឡើងមិញហ្នឹងឲ្យវាបានកម្រិតណាមានជីជំងឺអត់ទេចឹងគេជំងឺដែលបងនិយាយមិញប្រែសបកមិញហ្នឹងបងដោះស្រាយវាស្អីហើយវាជាទេឬក៏យើងដោះហើយវានៅតែជួបបញ្ហាទៀតហើយដូចចៃខ្យងមិញហ្នឹងបងដាក់អីហើយវានៅតែបកទៀតឬក៏វាយ៉ាងម៉េចចឹងសបកនោះខ្ញុំធ្លាប់ស្ពីលវាហើយលាបវ៉ាសេលីនវ៉ាសេលីនតែជាទេជាខ្លះអត់ខ្លះចឹងទៅណាចុះយើងចៃខ្យងបាញ់អត់បាត់ណាឆ្នាំច្រើនមុខឆ្នាំសិលអត់ច្រើនមុខតែអត់បាត់បកខ្លាំងនៅខែណាចៃខ្យងខែហ្នឹងខែភ្លៀងណាបាទខែភ្លៀងចុះមិញតេងកើខែភ្លៀងដែរខែភ្លៀងដែរណានេះពពួកនេះគឺមានតាំងពីតកៅសញ្ញេឡើងនេះបាទអញ្ចឹងខ្ញុំចង់ទៅសញ្ញេបាទខ្ញុំចង់ឲ្យបងយល់ដែរហើយប្រជាកសិករយើងអ្នកដាំក្រូចតាមពិតដំណាំក្រូចនេះគឺយើងនិយាយពីជំងឺមួយគេហៅជំងឺអាំងតាណូសដែលយើងឃើញថាបែកសបកឬក៏ផេះមកណាតែសបកហៀជរអីជាដើមហ្នឹងអញ្ចឹងជំងឺមួយនេះតាមពិតទៅវាជាជំងឺបាក់តេរីមួយយ៉ាងដែលវាជា virus បង្កសម្រាប់ដំណាំក្រូចគឺជាកោសិកានៃសបករបស់វាហ្នឹងយើងអាចចាត់ទុកថាវានិយាយថាវាជាពពួកជ័រណាបាទហើយវាជាចំណីរបស់ពពួកបាក់តេរីហ្នឹងបាទអញ្ចឹងដើម្បីកុំឲ្យវាកើតជំងឺហ្នឹងឲ្យព្យាបាលលើអាហ្នឹងដូចបងមិញប្រើរហូតដល់វ៉ាសេលីនអញ្ចឹងសួរថាត្រូវទេជាមួយក្រូចអត់ត្រូវទេបាទអញ្ចឹងថ្នាំដែលយើងព្យាបាលទៅលើវាហ្នឹងគឺសាមញ្ញទេហើយធម្មតាទេដែលត្រូវព្យាបាលហ្នឹងហើយបងព្យាទៅបាត់មកផេះសបកហៀជរអីមិញណាគឺសាជូខៀវភាសាបច្ចេកទេសគេហៅ copper ចឹង copper នេះមានតួនាទីវាលាងកោសិកាសបកដែលផ្ទុកទៅដោយសារធាតុកាកសំណល់ពុលផ្សេងមិនថាទឹកអន្សើមប្រៃមិនថាភ្លៀងអាស៊ីតឬក៏អាការបាញ់កាកសំណល់អីទៅផ្សេងហ្នឹងណាគឺវាទៅលាងសម្អាតអាហ្នឹងអត់ឲ្យកើតហើយបណ្ដោះអាកោសិកាថ្មីបដូរកោសិកាចាស់អញ្ចឹង copper មានតួនាទីអញ្ចឹងហើយវាទៅដូចកមូនអញ្ចឹងនៅពេលដែលវាប្រែសបកហៀជរហ្នឹងគឺដាក់មកគឺបាត់បាទអានឹងជំងឺមួយហើយជំងឺនេះមួយដែរក៏វាអីសារធាតុនឹងមួយដែរ copper ហ្នឹងវាមិនត្រឹមតែព្យាបាលជំងឺហ្នឹងទេដោយការលាងសម្អាតអាបាក់តេរីចង្រៃឬក៏អាកាកសំណល់ផ្សេងនេះកាត់បន្ថយបាន 85% ពួកខ្យងនេះអាខ្យងដែលបងថាពិបាកកំចាត់មិននេះគាត់ទៅបងបាញ់សម្អាតអានឹងមួយវាមានតួនាទីទៅកំចាត់ពពួកចំណីរបស់ខ្យងនៅលើដើមនៅលើមែកហ្នឹងវាកំចាត់បានរហូតដល់ 85% អញ្ចឹងសម្រាប់ចៃខ្យងនេះវិញនិយាយទៅថ្នាំបាច់ទៅរើថ្នាំអីបកែឲ្យល្អមកពីណាទេបងបាញ់តែសាយពើមីត្រីនគេហៅអង់ធីនហ្នឹងឬក៏ភាសាកសិករហៅថ្នាំក្តាមហ្នឹងតោះទេបងតែថ្នាំក្តាមតែមួយមុខបានឲ្យថោកទៀតប៉ុន្តែបងបាញ់វាបាត់លុត្រាតែបងទៅកំចាត់អាពួកជំងឺឬក៏ជាចំណីរបស់វានៅលើដើមនេះតាមពិតយើងនិយាយថាដល់តែវាមានចំណីនៅលើហ្នឹងបានវាមិននៅតែបើបងកំចាត់ចំណីវាហ្នឹងហើយគឺវាលែងនៅហើយបាទហើយការពារវាវិញយើងមិនអាចបាញ់សាយពើមីត្រីនហ្នឹងរហូតទេព្រោះវាប៉ះពាល់ផ្កាប៉ះពាល់ផ្លែថ្នាំប្រភេទនេះគឺថ្នាំប្រភេទ EC គេឬក៏ EC ភាសាអង់គ្លេសហ្នឹងគឺជាប្រភេទក្តៅអញ្ចឹងបានយើងផលិតមួយតាមបច្ចេកវិទ្យាជប៉ុនយើងមាន vinegar ហ្នឹងក៏វាបងកំចាត់បែបគីមីហើយយើងបាញ់វាមកវិញមកវាទប់លែងឲ្យកើតអញ្ចឹងបានខ្ញុំនិយាយថាចៃខ្យងអត់ពិបាកកំចាត់ទេតែយើងរកប្រភពវាអត់ឃើញដោយសារបងអត់បានទៅសម្អាតនៅចំណីរបស់វាបាទចំណីរបស់វាគឺនៅលើសបកនេះឯងយើងស
សម្អាតវិញយើងត្រូវធ្វើមិនគេ ដល់ពួកខុបភើ ខុបភើតែខ្ញុំនិយាយថាសាជូខៀវនឹងបាញ់ទាំងកស៊ូក៏បានបាញ់អានេះក៏បានបាទអញ្ចឹងយកមកសម្អាតលាងវាឬក៏សម្អាតគេហៅដូចនិយាយថាសម្អាតចំណីវាចោលទៅវាលែងឡើងនៅហើយថ្នាំដែលកម្ចាត់វាដូចខ្ញុំនិយាយមិញហ្នឹងប្រើតែថ្នាំក្តាមទេអត់ចាំបាច់ទៅរកថ្នាំអីទេខ្យងបើពួកដែលមានទឹកមាត់ដែលរុំដោយស៊ីនេះណាថ្នាំខ្យងគឺកម្ចាត់ដោយថ្នាំក្តាមហ្នឹងឯងបងមិនបាច់ទៅប្រើថ្នាំឲ្យអស់លុយទេថ្នាំហ្នឹងមកដបវាប៉ុណ្្នេះតែប្រហែល7-8000ហ្នឹងយកមកដាក់ប្រើបាត់ហើយទប់ស្កាត់ដោយវីនីហ្គាវិញបាទអាហ្នឹងគឺនេះហើយពួកតកៅសញ្ញេហ្នឹងក៏វាបាត់ទៅតាមនៅក្នុងហ្នឹងដែរថ្នាំពួកហ្នឹងមិនមែនថាមិញទៅកម្ចាត់តែចៃខ្យងតែអាចពួកសញ្ញេពួកហ្នឹងក៏វាទៅជាមួយដែរសម្រាប់តេងកើឬក៏ជំងឺពួកឆែស្លឹកឬក៏អសស្លឹកពួកអីហ្នឹងបំផ្លាញដោយពួកតេងកើហ្នឹងគឺសារធាតុមួយដែលបងគ្រប់គ្រងវាគឺពួកបើយើងនិយាយពីសារធាតុវិញគឺមួយមេតាឡាក់ស៊ីលមែនកូហ្សេបមេតាឡាក់ស៊ីលហ្នឹងបងមិនបាច់ទៅរើថ្នាំអីទេបងគ្រប់គ្រងវាតែប៉ុណ្្នឹងទៅឲ្យតែវាកើហ្នឹងមែនកូហ្សេបមេតាឡាក់ស៊ីលហ្នឹងគឺអាចគ្រប់គ្រងពួកហ្នឹងបានព្រោះគ្រប់គ្រងពួកហ្នឹងបានលូត្រាតែបងដូចខ្ញុំនិយាយមិញវារួមផ្សំជាមួយនឹងការបាញ់លាងសម្អាតដោយខុបភើអញ្ចឹងអានេះវាអ្នកទៅព្យាបាលអានោះមិញយើងលាងសម្អាតពួកកាកសំណល់ចង្រៃឬក៏ចំណីរបស់វាអីគេថ្នាំក្តាមសៃពើមេត្រីនេះអ្នកទៅកម្ចាត់អត់តទេបងហើយសារធាតុចិញ្ចឹមផ្សេងទៀតដែលបងដាក់នៅខាងក្រោមនេះបាទជាកំប៉ុស្តជាអីក៏សូមឲ្យជាកំប៉ុស្តដែលមានប្រសិទ្ធភាពទៅកំប៉ុស្តដែលយើងបានសម្លាប់មេរោគត្រឹមត្រូវជាពិសេសជីធម្មជាតិអីហ្នឹងយើងយកមកកប់វាមកហើយញូតគីមីតិចតួចទៅតាម NPK ត្រួយពេផ្កាការផ្លែអញ្ចឹងក៏មានពេក៏មានការក៏មានអញ្ចឹងសម្រាប់ក្រូចជាទូទៅយើងប្រើរូបមន្តទូទៅរបស់យើងគឺ15 3 ដងបាទហើយដើមមកដៅដែលយើងយកត្រួយយើងប្រើតែពពួកជីធម្មជាតិហើយនៅ13 33ទេគេហៅពាក់កណ្ដាលសរីរាង្គអញ្ចឹងប្រើ13 33ដើមមកដៅនៅពេលក្រូចចាប់ដើមផ្លែប្រើតែ15 3 ដងហ្នឹងតិចតួចគឺគ្រប់គ្រាន់ហើយជាពិសេសសរីរាង្គគឺត្រូវដាក់ឲ្យចំហថ្ងៃ